អារម្មណ៍ជាទីពេញចិត្តកន្លងទៅវានៅអារម្មណ៍ជាទីតោះចិត្តនេះមានយ៉ាងនេះមានយ៉ាងនោះហ្នឹងហើយវាមានសម្បយោគតុកជួបប្រសពនៅអារម្មណ៍ដែលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តហ្នឹងយើងកើតទុកហើយដល់ទៅអារម្មណ៍ជាទីស្រឡាញ់ត្រេកអរពេញចិត្តវាប្រត់ប្រាស់ទៅវាវិបយោគតុកវាចូលនៅក្នុងសេចក្តីទុកផ្លូវចិត្ត3យ៉ាងហ្នឹងយ៉ាងបិឆាំងដែលលក្ខបតិតំបតុកប្រាថ្នារបស់ណាមិនបានរបស់នោះគឺជាទុកទុក3យ៉ាងហ្នឹងគឺក្នុងមនុស្សទាំងអស់លើផែនដីហ្នឹងទេវតាអីក៏ដោយឲ្យតែទុកផ្លូវចិត្តកិច្ចមិនរួចពី3មុខហ្នឹងទេហ្នឹងហើយសម្បយោគតុកវិបយោគតុកយ៉ាងបិឆាំងដែលលក្ខបតិតំបតុកហ្នឹងហើយក្តីទុកហ្នឹងវាមិនមែនមកពីខាងក្រៅមកគ្របសង្កត់យើងទេណាអត់ទេមកអង្គធัวវាឧបាយាសៈហ្នឹងគឺតោសៈចេតសិកអង្គធัวនៃថាឧបាយាសៈណាហ្នឹងហើយឧបៈនិងអាយាសៈអាយាសៈហ្នឹងគឺជាងារចង្អុលអង្គធัวគឺតោសៈចេតសិកដែលកើតក្នុងតោសៈមូលចិត្តហ្នឹងអាហ្នឹងមនុស្សទាំងអស់ហ្នឹងសពថ្ងៃហ្នឹងរាប់ទាំងអស់ណាទាំងទេវតាផងហ្នឹងហើយដែលមានសេចក្តីទុកតាមផ្លូវចិត្តយើងមិនបាច់រាប់អបាយភូមិទេអាហ្នឹងវាក្រៃលែងប៉ុន្តែវានៅតែក្នុងចិត្តហ្នឹងឯងចឹងឧបាយាសៈហ្នឹងទោសៈហ្នឹងឯងអញ្ចឹងកិច្ចបរិបត្តិក្នុងពធហ្នឹងគឺដើម្បីយើងលេបថ្នាំជាបាលឧបាយាសៈហ្នឹងឯងយើងមិនចិត្តទៅទៀមទាអ្វីឲ្យបានដូចចិត្តហ្នឹងព្រោះរបស់ហ្នឹងបានមករួចទៅវាកន្លងទៅហ្នឹងឯងហើយយើងសង្ឃឹមថាថ្ងៃពុធហ្នឹងយើងសប្បាយហើយបន្តិចទៅ1ម៉ោងទៅ2ម៉ោងទៅអាសប្បាយហ្នឹងលឿនទៅទៀតអស់បាត់ហើយហ្នឹងឯងតែថ្ងៃពហុមកដល់តែឥឡូវហ្នឹងហ្នឹងឯងសង្ឃឹមថ្ងៃពហុអស់ទៅទៀតហ្នឹងឯងសង្ឃឹមអីចឹងរបស់ដែលយើងសង្ឃឹមហ្នឹងវាអត់នៅមួយយើងទៅធ្វើឲ្យតែយើងអាឡោះអាល័យទៅត្រូវការទៀតទៅអញ្ចឹងវាមានទីក្តីចង្អៀតចង្អល់ច្រើនហ្នឹងឯងពីព្រោះវាមិនមែនចិត្តតែបានតាមបំណងប្រាថ្នាឯណាហើយអាបានមកហើយហ្នឹងវាអស់ទៅអញ្ចឹងទៅមហាអំណាចនៃពេលវេលាហ្នឹងឯងវាគ្របសង្កត់រឹបអូសយកទៅទាំងអស់ហ្នឹងជីវិតជីវាសត្វលោកហ្នឹងហ្នឹងឯងមហាអំណាចនៃពេលវេលាយ៉ាងយើងត្រូវដោះស្រាយដែលយើងដឹងថារឿងដែលយើងចង្អៀតចង្អល់ដូចជាយើងសង្ឃឹមអីឲ្យជាទីសប្បាយរីករាយហ្នឹងផ្សេងហ្នឹងក៏ដូចថាយើងអ្នកធ្វើបន់អញ្ចឹងមានបត្រៃណគុំជាបាតអីចឹងទៅក៏យើងសង្ឃឹមលោកតរៈធัวសង្ឃឹមអរមសុខនឹងតាមនឹងទៅក៏ប៉ុន្តែក៏មានសេចក្តីសុខក្នុងកុសលធัวក្នុងដំណើរទៅនឹងបើយើងយល់ហេតុផលហ្នឹងឯងហើយជាមួយគ្នានឹងធម្មានុធម្មបរិបត្តិហ្នឹងមិនតំសមុជឆេតបហានៈមែនប៉ុន្តែតទាំងកបហានៈវាអត់មែនជាទូខ្លួនក្នុងបច្ចុប្បន្នហ្នឹងហើយស្រេចមិនតន់សេតខេតអរិយមគ្គមែនណាប៉ុន្តែនិព្វានៈសបាយាបដិបទាជាទីសបាយដើម្បីព្រះនិព្វានហ្នឹងគឺគ្រប់គ្រាគ្រប់ពេលវេលាហ្នឹងឯងហ្នឹងឲ្យយើងយល់ថារឿងដែលយើងថាអបសពក្នុងបច្ចុប្បន្នហ្នឹងចឹងហ្នឹងហើយបានជាយើងសង្ឃឹមថាយើងនឹងបានសប្បាយទៅលេងឯនេះទៅលេងឯនោះឧទាហរណ៍ចឹងណាសប្បាយនឹងបានអីមានអីជួបជុំអីចឹងទៅ
សម្រានអីចឹងទៅហ្នឹងហើយអាហ្នឹងដោយសារថាក្នុងបច្ចុប្បន្នហ្នឹងវាមានអារម្មណ៍ដែលនាំឲ្យយើងអបសឹកណាខ្លះតាមហ្នឹងនឹងវាមិនខ្លាំងក្លាអីទៅស្រែកអាយោអាយ៉ាអីឬក៏លំបាកដូចសត្វក្នុងអបាយភូមិទេប៉ុន្តែថាយើងវាមានអាលោភៈហ្នឹងវិញ្ញាណហ្នឹងឯងជាមួយគ្នានឹងការសែបសោយអារម្មណ៍ក្នុងលោកហ្នឹងធ្លាប់សបាយធ្លាប់សំណុកធ្លាប់សុខធ្លាប់ស្រួលហ្នឹងតែដល់យើងមកដោះស្រាយជាមួយនឹងបច្ចុប្បន្នហ្នឹងកុំឲ្យទាស់ជាមួយនឹងអារម្មណ៍បច្ចុប្បន្ននេះហ្នឹងឯងវឹកខាត់កន្លែងហ្នឹងហ្នឹងអាហ្នឹងវានៅក្នុងការគ្រប់គ្រងចិត្តអប់រំចម្រើនបញ្ញាដែលយើងអាចប្រព្រឹត្តទៅបានដោយការប្រឹងប្រែងជាយាម